មួយរយៈហ្នឹងឃើញថាប្រាសាទបយ៉ង់កោនៅស្រុកគិរីវង្សហ្នឹងគឺមានការផ្ទុះខ្លាំងមែនទែននៅលើ social media បងប្អូនទៅតាក់ចិត្តតាក់អារម្មណ៍របស់ខ្ញុំថ្ងៃនេះមកថតផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយពីប្រាសាទបយ៉ង់កោបងប្អូនថាទេសភាពនាខែនេះថាទេសភាពវាល្អឬក៏ស្រស់ស្អាតបរិយាកាសល្អប៉ុណ្ណាដែរបងប្អូនហើយកុំឲ្យខាតពេលយូរមកមើលការធ្វើដំណើរទៅជាមួយខ្ញុំទាំងអស់គ្នាបងប្អូនបាទហើយកន្លែងផ្លូវចូលហ្នឹងគេដាក់ថារមណីយដ្ឋានទេសចរភ្នំបាយ៉ង់កោបងប្អូនហើយយើងជិះឡើងមកលើឲ្យត្រង់រហូតមកហ្នឹងហើយនេះគឺជាផ្លូវដែលយើងត្រូវធ្វើដំណើរដើម្បីឡើងទៅលើប្រាសាទភ្នំបាយ៉ង់កោហ្នឹងបងប្អូនទេសភាពតាំងពីចូលមកមើលឃើញថាសុទ្ធតែដើមឈើឲ្យខៀវស្រងាត់តែម្ដងបងប្អូនជាពិសេសនៅជើងភ្នំបាយ៉ង់កោហ្នឹងមានហាងបាញ់ឆែវឆ្ងាញ់ខ្លាំងមែនទែនបងប្អូនអើយខ្ញុំធ្លាប់ភ្លក់ហើយឆ្ងាញ់ខ្លាំងណាស់ខ្ញុំមកពីរដងហើយហាងបាញ់ឆែវហ្នឹងមកជាមួយមិត្តភ័ក្តិខ្ញុំអញ្ចឹងតោះឥឡូវមកឲ្យខាត់ពេលយូរយើងមើលការធ្វើដំណើរជិះឡើងភ្នំទាំងអស់គ្នាបងប្អូនគឺមានន័យថាផ្លូវចាក់សាបគឺស្រួលជិះមែនទែនជិះសម្បានតែសម្រាប់ម៉ូតូទេបាទហើយនេះសិតតែដើមឈើព្រៃទាំងអស់ហើយបងប្អូនគឺនៅធំហើយបងប្អូនហើយនេះគឺជាដើមឈើដែលមានថារូបស្តៀងទៅនឹងសត្វនាគណាបងប្អូនឃើញរូបដូចអត់ខ្ញុំមើលទៅហួយញាក់សាច់ព្រឺសបល់ហ្មងឃើញថាស្អាតមែនតែនតែម្ដងហើយនេះអ៊ីគាត់ចុះមកពីចំការបាទកន្លែងយើងមើលឡើងដើមឈើមិញហ្នឹងឃើញគាត់ចុះមកពីចំការដឹកសិតតែម្នាស់បងប្អូនហើយនេះទេសភាពនៅក្បែរហ្នឹងប្រូណាក់ឃើញកន្លែងហ្នឹងស្អាតពេកទ្រាំមិនបានក៏តែងកាមេរ៉ាមកថតដែរទៅបងប្អូនហើយយើងក៏មិនអោយខាតពេលយូរប្រហែលដែរយើងក៏បានធ្វើដំណើរបន្តទៅមុខទៀតដើម្បីឲ្យឆាប់ទៅដល់នឹងប្រាសាទបាយ៉ង់កោណាបងប្អូនចឹងយើងជិះទៅអានេះកន្លែងហ្នឹងផ្លូវហ្នឹងកាន់តែគៀកកាន់តែខិតចិត្តចូលទៅដល់ប្រាសាទហើយបងប្អូនអើយនេះមើលផ្លូវនេះថាពិបាកអត់គឺអត់ពិបាកទេស្រួលជិះមាំណាស់ផ្លូវនឹងស្មើថេងតែម្ដងបងប្អូនហើយយើងក៏បានធ្វើដំណើរបន្តទៅមុខទៀតហើយអត់មែនជិះលឿនទេជិះមួយតែវីដេអូឃើញលឿនដោយសារខ្ញុំសារវាឲ្យលឿនតិចទេបងប្អូនដាក់គុណ2ចឹងទៅបាទហើយនេះដល់កន្លែងផ្លូវកោងនឹងហើយយើងជិះបត់យើងជិះទៅមុខបន្តិចទៀតដល់ហើយបងប្អូនចាំមើលវីដេអូហ្នឹងទៅដឹងហើយនេះចឹងថ្ងៃហ្នឹងខ្ញុំនាំបងប្អូនទៅមើល3កន្លែងនៅលើភ្នំបាយ៉ង់កោហ្នឹងបងប្អូនទី1គឺកន្លែងដែលអាស្រមព្រះម៉ែលាក់ខ្លួនទី2នោះគឺកន្លែងដែលមានថ្ម3ដុំធំបងប្អូនហើយចំណែកទី3គឺនៅកន្លែងប្រាង្គប្រាសាទភ្នំបាយ៉ង់កោយើងតែម្ដងបងប្អូនគឺនៅលើកំពូលភ្នំនឹងតែម្ដងចាំមើលថាទេសភាពដែលខ្ញុំនាំទៅឲ្យបងប្អូនមើលថ្ងៃហ្នឹងមានអារម្មណ៍ថាប្លែកភ្នែកឬក៏មានកន្លែងណាខ្លះដែលបងប្អូនធ្លាប់ទៅកន្លែងណាខ្លះដែលបងប្អូនមិនធ្លាប់ទៅបងប្អូនអាច comment ប្រាប់នៅក្នុង comment ដែរបងប្អូនហើយនេះខ្ញុំបានមកដល់កន្លែងកម្មជណ្ដើរផ្លូវឡើងទៅប្រាសាទហើយបងប្អូនគឺបានផ្ញើម៉ូតូផ្ញើអីហើយ review នៅក្រោមនឹងបន្តិចឲ្យមើលបងប្អូនសិតតែម្នាស់ទាំងអស់បាទហើយនេះផ្លូវឡើងចូលវិសិដ្ឋសាស្ត្រដែលថាក្មេងៗចុះមកប្រយ័ត្នគ្រោះថ្នាក់អញ្ចឹងគាត់ឲ្យក្មេងៗហ្នឹងចុះមកកុំឲ្យរត់អីអញ្ចឹងណាចុះមកតាមស្រួលអញ្ចឹងទៅហើយនេះខ្ញុំក៏បានធ្វើដំណើរឡើងប្រាសាទមួយព្រោះអីតើដើរលឿនពេកហត់ឲ្យបងប្អូនមើលទៅឃើញកម្មចណ្ដើរនេះគឺមិនមែនដូចកម្មចណ្ដើរឡើងផ្ទះទេគឺល្អិតខ្លាំងមែនតែម្ដងកម្មចណ្ដើរហើយនេះគឺជាផ្លូវដែលយើងត្រូវទៅកន្លែងអាស្រមព្រះម៉ែលាក់ខ្លួនណាបងប្អូនគឺកន្លែងហ្នឹងថ្មធំមែនតែម្ដងមានតែអីស្អីហើយនេះហើយគឺជាកន្លែងអាស្រមព្រះម៉ែលាក់ខ្លួននៅខាងក្រោមភ្នំបាយ៉ង់កោហ្នឹងណាបងប្អូនហើយខ្ញុំក៏លើកទី1ដែរបងប្អូនដែលបានមកលេងកន្លែងអាស្រមព្រះម៉ែលាក់ខ្លួនហ្នឹងពីមុនខ្ញុំអត់ដឹងទេខ្ញុំអ្នកនៅហ្នឹងដែរហ្នឹងប៉ុន្តែខ្ញុំអត់ដឹងទេហើយនេះគឺជាធ្លានៅក្រោយអាស្រមព្រះម៉ែលាក់ខ្លួនហ្នឹងបងប្អូនមើលទៅគឺថ្មមួយដុំរាប់ពាន់តោននេះធំមាំណាលើកនឹងប្រហែលអ្នករួចទៅលើកធំពេកតែម្ដងនៅពីខាងក្រោយអាស្រមព្រះម៉ែលាក់ខ្លួនហ្នឹងហើយនេះប្រូណាក់គឺថតមាំណាបងប្អូនអើយគាត់ចូលចិត្តខាងថតហើយខ្ញុំក៏មិនបងអង្គយូរដែរបងប្អូនក៏ធ្វើដំណើរបន្តទៀតចេញពីអាស្រមព្រះម៉ែលាក់ខ្លួនហ្នឹងក៏ធ្វើដំណើរដើម្បីឆ្ពោះទៅរកកន្លែងថ្ម3ដុំណាបងប្អូនហើយឥឡូវគឺបានមកដល់ហើយគឺកន្លែងហ្នឹងគឺ ថ្មធំមែនតែម្ដងថ្មនៅទីនេះគឺមាន3ដុំបងប្អូននេះហើយនេះគឺជាផ្លូវដែលយើងត្រូវទៅឲ្យបងប្អូនមើលថ្ងៃហ្នឹងមកដល់កន្លែងកម្មជណ្ដើរផ្លូវឡើងទៅប្រាសាទព្រះម៉ែលាក់ខ្លួនហ្នឹងគឺបានផ្ញើម៉ូតូផ្ញើអីហើយ review នៅក្រោមនឹងបន្តិចឲ្យមើលបងប្អូនសិតតែម្នាស់ទាំងអស់បាទហើយនេះផ្លូវឡើងចូលវិសិដ្ឋសាស្ត្រដែលថាក្មេងៗចុះមកប្រយ័ត្នគ្រោះថ្នាក់អញ្ចឹងណាចុះមកតាមស្រួលអញ្ចឹងទៅហើយនេះខ្ញុំក៏បានធ្វើដំណើរឡើងប្រាសាទមួយ
បងប្អូនមើលតាមជាក់ស្ដែងតាមវីដេអូហ្នឹងទៅគឺឃើញថាថ្មកន្លែងហ្នឹងគឺ3ដុំធំធំហើយបើនិយាយពីទេសភាពវិញបរិយាកាសខ្យល់អីវិញស្រស់ស្រាយខ្លាំងមែនតែនតែម្ដងបងប្អូនហើយខ្ញុំក៏បានចុះពីថ្ម3ដុំហ្នឹងមកវិញក៏អង្គុយសម្រាកបន្តិចយកកម្លាំងបងប្អូនគឺហត់ខ្លាំងមែនតែនតែម្ដងគឺយើងឡើងចុះរហូតណាឥឡូវក៏ធ្វើដំណើរបន្តទៀតដើម្បីឆ្ពោះទៅប្រាសាទបាយ័នកោតែម្ដងបងប្អូនគឺនៅលើកំពូលភ្នំបងប្អូនឥឡូវយើងធ្វើដំណើរបញ្ញាប់ហើយនឹងមួយឥឡូវនេះគឺទិដ្ឋភាពដែលនៅលើប្រាសាទបាយ័នកោណាបងប្អូនគឺផ្កាស្អាតខ្លាំងមែនតែនហើយនេះគឺប្រាសាទយើងបងប្អូនអើយគឺចំណាស់ចាស់ខ្លាំងមែនតែនហើយតែមើលទៅសុភណភាពនៅស្រស់ស្អាតដដែលនេះពីចំហៀងប្រាសាទក៏មើលទៅឃើញស្អាតពីឆ្វេងប្រាសាទក៏មើលទៅឃើញស្អាតមើលពីក្រោយក៏ឃើញស្អាតដែរបងប្អូនប្រាសាទបាយ័នកោមួយនេះមើលទៅប៉ុណ្ណឹងបើមិនស្អាតទៀតមានតែចម្លែកបងប្អូនគឺពិតជាអស្ចារ្យមែនតែនតែម្ដងហើយនេះទីធ្លាដែលនៅក្រោយប្រាសាទបាយ័នកោហ្នឹងណាបងប្អូនស្អាតខ្លាំងបរិយាកាសខ្យល់ដូចនៅកន្លែងថ្ម3ដុំអញ្ចឹងខ្យល់ខ្លាំងមែនតែនគឺត្រជាក់ត្រជុំមែនតែនតែម្ដងមកដល់កន្លែងប្រាសាទបាយ័នកោហ្នឹងហើយខ្ញុំក៏បានចុះទៅស្រូបយកខ្យល់បរិសុទ្ធបន្តិចដែរបងប្អូននៅខាងក្រោយប្រាសាទបាយ័នកោហ្នឹងណាទៅដល់ទីនេះខ្ញុំក៏អង្គុយហូបទឹកហូបអីមួយច្បក់អញ្ចឹងទៅពួកអីហត់ខ្លាំងបាទឥឡូវហូបទឹកបន្តិចហើយក៏បានធ្វើដំណើរមកផ្ទះមកអីវិញអញ្ចឹងទៅហើយវីដេអូយើងគឺមានតែប៉ុណ្្នឹងទេបងប្អូនអញ្ចឹងសង្ឃឹមថាបងប្អូនចូលចិត្តវីដេអូមួយនេះហើយកុំភ្លេចជួយចុច like ក៏ដូចជា share ហើយកុំភ្លេច follow page ផងខ្ញុំផងបងប្អូនដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំធ្វើវីដេអូដែលតាក់ទងជាមួយនឹងរមណីយដ្ឋានទេសចរកន្លែងណាដែលថ្មីទៀតបងប្អូនបាទសូមអរគុណ